លោកគ្រូលុយខ្ញុំអត់លឺអនជំរាបសួរលោកគ្រូហើយនឹងសួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពីក្រុមទី6មានសមាជិក5នាក់ហើយ topic ខ្ញុំថ្ងៃនេះនិយាយពី state tract ឬក៏យើងអាចហៅបានជា illegal tract ដែល use among emergency patient នៅក្នុង public health ដែលស្ថិតនៅក្នុងប្រទេសទូគីសូម next slide ហើយ content របស់យើងថ្ងៃនេះមាន8ទី1 introduction ទី2 material and method ទី8 study analyze data analysis ទី4 result ទី5 discussion ទី6 limitation ទី7 conclusion ហើយនឹងចុងក្រោយគេគឺ recommendation ចូលដល់ introduction ខ្ញុំធានាខ្ញុំបកស្រាយពី introduction ទី1 SD ហ្នឹងគឺជាអី SD ឬក៏យើងអាចហៅម្យ៉ាងទៀតបានទៀតថាជា illegal drug ហ្នឹងដែលមានជា cannabis amphetamine cocaine heroin ហើយនៅ sedative drug ដែលហើយដោយសារតែ mortality ហើយនិង mobility របស់វាកើនឡើងនៅក្នុងការប្រើប្រាស់ SD drug ហ្នឹងវាបានបង្កើតជា problem មួយទៅ illegal ហើយនិង public health ហើយបើយើងតាមការ report នៅក្នុងឆ្នាំ2014ការ induce that ដោយសារតែការប្រើប្រាស់ illegal drug ហ្នឹងវាមានចំនួនរហូតដល់497នាក់បើប្រៀបធៀបជាមួយនឹង2013វាកើនឡើងចំនួន2ដងហើយគោលបំណងនៅក្នុងការ study នេះគឺដើម្បីរក symptom សាញ report ជាមួយនឹង substance ដែលពួកគេប្រើប្រាស់ហ្នឹងទៀតមិនហើយជាមួយនឹង outcome បន្ទាប់ពីការធ្វើការព្យាបាលហើយចំពោះ material and method 2.1គេនិយាយពី study design ហើយនិង setting study design ហើយនិង setting គេធ្វើជាប្រភេទ cross sectional study design prospective observation ដែលមានរយៈពេល1ឆ្នាំ approval ដោយinstitutional review abroad ហើយ study ហ្នឹងគឺ study នៅ tertiary care training and research hospital ចំពោះ selection participation គេ select ចាប់ពីអ្នកដែលមានអាយុចាប់ពី14ឆ្នាំឡើងទៅដែលចូលមក emergency ហ្នឹងក្នុងកំឡុងពេលថ្ងៃ1 January ដល់ថ្ងៃទី31 December ក្នុងឆ្នាំ2014ហើយ participation របស់យើងមានចំនួន177,035 patient ហើយ sample size របស់យើងមានចំនួន471ក៏ប៉ុន្តែនៅពេលដែលយើងធ្វើ analysis យើង exclude 46 patient ចេញហើយទោះបីជាហើយយើង select ជា participation យើងទោះបីជាគាត់មក report share report ខ្លួនឯងក៏ដោយការរកឃើញតាមរយៈ physical emergency physician ក៏ដោយតែដោយសារតែពួកគេ toxic ជាមួយនឹង drug induce នឹងក៏ដោយមានប្រវត្តិជាអ្នកប្រើប្រាស់ធ្លាប់ប្រើប្រាស់ពពួក SD drug នឹងក៏ដោយហើយ participation ទាំងអស់ត្រូវតែសាញជាមួយនឹង inform consent letter ទើបយើងចាត់ទុកថាពួកគាត់ជា participation របស់យើងហើយចំពោះការ study នឹងដែរត្រូវបាន approve ដោយ local ហើយនិង ethic committee ចំពោះ 2.1 គេនិយាយពី2.3 លោកគ្រូសំទោស2.3 គេនិយាយពី survey ហើយនិង content administration survey ហើយនិង content ពួកយើង survey ទៅលើ age របស់គាត់ mode of transport របស់គាត់previous SD use ជា complaint របស់គាត់ physical finding ដែលយើងរកឃើញហ្នឹង diagnosis ហើយនិង outcome បន្ទាប់ពីការព្យាបាលហើយចំពោះ patient ដែលយើង record ថាពួកដែលយើងបាន record ទាំងអស់ហ្នឹងត្រូវបាន investigator ដោយ police record ហើយនិង ICD-10 diagnosis ហើយចំពោះក្នុងនឹងដែរបន្លាត់ជាមួយនឹង urine អត់ perform ទេពីព្រោះresult of ហ្នឹងអត់មាននៅក្នុងបន្លាត់ហើយនឹង urine ទេហើយចំពោះអ្នកដែល admit ថាជា drug abuse ហ្នឹងត្រូវបាន treatment រហូតដល់បញ្ចប់ study អញ្ចឹងមានន័យថាអ្នកដែលយើងចាត់ទុកថាជាគាត់ជា drug abuse ហ្នឹងត្រូវបាន treatment រហូតដល់រយៈពេល1ឆ្នាំពីព្រោះការ study ហ្នឹងមានរយៈពេល1ឆ្នាំចំណុចរបស់ខ្ញុំចាប់ពីលោកគ្រូអរគុណជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឹមលេងខ្ញុំមកនិយាយពី data analysis នៅក្នុង data analysis របស់ study ហ្នឹងដែល statistical tool ដែលគេយកមកប្រើគឺជា Microsoft Office Excel ហើយ data present មានដូចជា qualitative និង quantitative data qualitative data គេចង់គេ report ពី account ក៏ដូចជា percentage ដែលឧទាហរណ៍ដូចជាមាន paid ប្រភេទ drug ក៏ដូចជា symptom ជាដើមquantitative គេ report ចេញជា median អាចបូកដក standard deviation ហើយក៏មាន rank ឧទាហរណ៍ថាគេរកឃើញក្មេងអាយុមិនក្មេងគេរកឃើញមនុស្សប្រុសមានអាយុពី20បូកដក9ឆ្នាំអញ្ចឹងទៅហើយក៏មាន rank ឲ្យគេ the relationship between dependent និង independent variable analyze គេtest 2មាន chi square ហើយនិង man Whitney test ដែល chi square test ហ្នឹងគេចង់ compare រវាងគេចង់ compare រវាង categorical variable ដែលមិនជា numerical គេ compare ឧទាហរណ៍ថាគេចង់
ដឹងថាតើថ្នាំប៊ុនសៃឬក៏ថ្នាំអេស្តាស៊ីហ្នឹងមួយណាដែលវា high associate ជាមួយនឹងដែលធ្វើឲ្យ alternative mental status ជាងដូចនៅក្នុងខេសហ្នឹងគេបានធ្វើអញ្ចឹងគេឃើញថាពពួកប៊ុនសៃវាមានធ្វើឲ្យមាន alternative mental status ជាង ecstasy ដល់ពេល when man Whitney test ហ្នឹងគេធ្វើតេស្តគេចង់ compare two independent variable ឧទាហរណ៍គេចង់ compare រវាង vital sign អ្នកដែលប្រើថ្នាំប៊ុនសៃក៏ដូចជាអ្នកអត់ប្រើថ្នាំប៊ុនសៃហើយចេញជា p value មកសម្រាប់ការហៅ street drug user prevalence នៅក្នុងខេសហ្នឹងគេយកចំនួន number អ្នក street drug សរុបចែកជាមួយនឹងចំនួនpatient ដែលមក emergency សរុបនឹងឃើញ street drug prevalence data analysis គេហៅប៉ុណ្ណឹងចូលមកដល់ចំណុចទី4ខ្ញុំនិយាយពី result គេ study population គេបានរកឃើញថា total អ្នកមក emergency patient នៅក្នុងឆ្នាំ2014នៅក្នុងទូគីហ្នឹងមានចំនួន 177,035 នាក់ហើយ case ដែលតាក់ទងជាមួយនឹង street drug user មានចំនួន425ដែល prevalence យើងធ្វើមិញយើងចែកទៅឃើញ 0.24 ហើយ46 case អត់ចាត់ទុកថាជា SD ទេដោយសារតែគាត់ associate ជាមួយនឹង ethanol ឬក៏ inhalation use ក៏ដូចជា substance drug ផ្សេងដែលមិនមែនជា SD demographic គេបានរកឃើញថា age នៅចន្លោះពី25បូកដក9ឆ្នាំដែល range របស់អាយុហ្នឹងពី12ទៅ64ឆ្នាំអ្នកដែលមានអាយុក្រោម18ឆ្នាំគេរកឃើញមានចំនួន75នាក់ក៏ដូចជា 17.6% នៃ425ហ្នឹងហើយមនុស្សប្រុសមាន399នាក់ pregnancy woman យើងរកឃើញតាមមួយខែទេហើយប្រភេទដែលអ្នកដែលមកដល់នៅក្នុង emergency ហ្នឹងអាចមក ambulance មានចំនួន27នាក់អ្នកដែលដើរមក198នាក់ដែលប្រឡែងនាំមកមានចំនួន20នាក់សូម next slide កន្លែងនេះ study ហ្នឹងគេ report ថាអ្នកដែលប្រើថ្នាំប្រភេទ SD drug user គេខ្លះមុននឹងគាត់មក ED ក៏ដូចជាយើងបានរកឃើញថាគាត់ប្រើJamaica ចំនួន 46.1% ដែលមានចំនួន 196 case Marijuana ដែលប្រភេទថ្នាំជក់មាន web មានប្រៃអីហ្នឹង43.8% មានចំនួន186 case Bonsai មានចំនួន 43.5% មាន185 case Ecstasy មានចំនួន 40.9% មានចំនួន174 case បងសូយ៉ាស្ពីមមានចំនួន 19.5% មានចំនួន83 case ដូចជាពពួក cocaine មានចំនួន 6.6% មានតែ7 case ទេពពួក heroin ហើយនឹង opioid drug គេអត់ឃើញ report recently នេះទេនៅក្នុងគេចង់កន្លែងនេះអ្នកជំងឺមកគាត់មាន complaint គេបានរកឃើញថាគាត់មានជា weakness fatigue មាន 21.1% មាន90នាក់agitation ក៏មានអារម្មណ៍ថារៀង excite រំភើបមានចំនួន 11.5% មានចំនួន49 case deteriorated general tester គាត់ decrease general tester មានចំនួន 11.2% មានចំនួន40 case feeling guilty from substance abuse បានន័យថាគាត់មានអារម្មណ៍ថាខុសឆ្គងពេលដែលគាត់ប្រើ street drug ហ្នឹងមានចំនួន 9% មានចំនួន38នាក់គាត់being assertive បានន័យថាគាត់បានករណីរំលោភមានចំនួន 5% មានចំនួន22នាក់ physical sign ដែលគ្រូពេទ្យនៅ emergency នោះគាត់ទៅពិនិត្យគាត់អាចឃើញជា depressed level of consciousness មានចំនួនចឹងលោកអត់សិនគ្រូជំរាបសួរលោកគ្រូសម្រាប់ចំណុចនេះខ្ញុំនិយាយតបគាត់ទៅតទៅនឹងកន្លែង visa ដដែលទេតែគាត់និយាយតបគាត់ដែលចំណុចដែលខ្ញុំត្រូវនិយាយនេះគឺខ្ញុំចង់និយាយតទៅនឹងគេកែការ estimate compare គ្នារវាងចំនួនដែលយើងបានសិក្សា425នាក់ហ្នឹងយើង compare ជាមួយទៅនឹងអ្នកជំងឺចំនួនសរុបដែលមានចំនួន 177,035 អ្នកចូល emergency ហ្នឹងជាមួយនឹងទូគី prevalence ជាមួយនឹង Europe prevalence ហើយនឹង global prevalence
ហើយសម្រាប់ total ត្រាកាប់ជូនៅក្នុងខេត្តរបស់យើងគឺ425នាក់នេះគឺមានចំនួន 100% ពេញប៉ុន្តែបើយើងប្រៀបធៀបទៅនឹង prevalence អ្នកជំងឺចូលមកសរុបនៅក្នុង ED ដែលមានចំនួន 170,000 អ្នកជាងនោះគឺមានតែ 0.24% ទេហើយនៅក្នុងប្រទេសទួរគីហ្នឹងគឺមាន 2.7% នៅក្នុងសមាគមអារ៉ុបទាំងមូលហ្នឹងគឺមាន 0.7% ហើយនៅក្នុង global prevalence គឺមានចំនួន 5.2% ហើយសម្រាប់ការណាពីនៅក្នុងការសិក្សារបស់យើងហ្នឹងនៅក្នុង journal នេះដែលមានចំនួន425នាក់ហ្នឹងគឺមានចំនួន 43.8% ហើយនៅក្នុងប្រទេសអ្នកជំងឺដែលចូលមកសរុបហ្នឹងគឺមាន 0.5% អ្នកជំងឺនៅក្នុងប្រទេសទួរគីហ្នឹងគឺមាន 0.7% ហើយនៅក្នុងអឺរ៉ុបហ្នឹងគឺមាន 0.4% ហើយនៅ global គឺមាន 3.8% ហើយសម្រាប់ពពួក cannabinoid ហ្នឹងគឺមានចំនួនច្រើនជាងគេគឺយើងមើលឃើញឡើងដល់ 89.7% នៃខេត្តរបស់យើងយើងបាន study ហ្នឹងបើប្រៀបធៀបនៅក្នុងអ្នកជំងឺដែលចូលមក ED សរុបគឺមានតែ 0.9% ទេហើយសម្រាប់ប្រទេសទួរគីទាំងមូលអឺរ៉ុបហើយនិង global prevalence គឺពុំមានតិន័យសម្រាប់យើងប្រៀបធៀបឡើយហើយសម្រាប់ពួក opioid ដូចតែមុនអញ្ចឹងគឺអត់មានទេនៅក្នុងការសិក្សារបស់យើងហ្នឹងគឺអត់មានទេអញ្ចឹងយើងអត់មាន slide ហ្នឹងបានអូនឡង slide ហ្នឹងអូនបាទគឺបាទហើយសម្រាប់ចូលមកដល់ slide នេះវិញគឺនិយាយអំពី outcome ហ្នឹងមានន័យថាទី1គឺអត់មានការព្យាបាលអីទេទៅលើអ្នកជំងឺដែល drug user ដែលជាប្រភេទអ្នកជំងឺដែលជា state drug user ហ្នឹងចូលមកគឺអត់មានការព្យាបាលទេដែលមានភាគរយគឺ 23.1% ដែលពុំបាច់ចាំទទួលការព្យាបាលទេដែលមិនមានភាពធ្ងន់ធ្ងរនៅក្នុងការព្យាបាលហើយសម្រាប់អ្នកជំងឺដែលយើងធ្វើ advanced life support ដើម្បីជួយហ្នឹងគឺមានចំនួន 6.6% ដែលស្មើនឹង28នាក់ហើយសម្រាប់អ្នកដែលស្នាក់នៅមន្ទីរពេទ្យសរុបទាំងអស់គឺមានចំនួន 11.3% ហើយអ្នកដែលចេញពី emergency department ដោយមិនបានទទួល medical advice ដោយមិនទាន់បានជួបមិនបានប្រាប់គ្រូពេទ្យបានជួបគ្រូពេទ្យឬក៏មិនទាន់បានទទួល medical advice អីផងគឺមានចំនួន 17.6% ហើយនឹងមានករណីស្លាប់ចំនួន1នាក់ដែលស្មើនឹង 0.2% ហើយសម្រាប់ការព្យាបាលដែលយើងបានព្យាបាលទៅលើអ្នកជំងឺដែលជា drug user ដែលចូលមក emergency department មួយហ្នឹងទីមួយគឺយើងផ្ដល់ medication យើងឲ្យថ្នាំសម្រាប់ព្យាបាលគាត់ហើយថ្នាំដែលយើងឲ្យព្យាបាលគាត់ជាទូទៅគឺនៅក្នុងការសិក្សាហ្នឹងគេឲ្យ benzodiazepine ឬក៏ពួក haloperidol ដែលមានចំនួន 29.8% ហើយសម្រាប់ការ bolus IV fluid មានចំនួន 19.3% ការដាក់ជា intubation មានចំនួន 2.8% ហើយនឹងការធ្វើជា non invasive ventilation ដែលយើងស្គាល់ថា VNE ហ្នឹងគឺមានចំនួនត្រឹមតែ 1.2% ទេហើយការធ្វើ CPR ជួយសង្គ្រោះមកអ្នកជំងឺទាំងអស់ហ្នឹងគឺមានត្រឹមតែ 0.2% ទេហើយសម្រាប់ slide នេះបានន័យថាគេចង់និយាយអំពីតកតងទៅនឹង characteristic ដែលចូលមកអ្នកជំងឺហ្នឹងមានសភាពដែលយើងចាត់ទុកជា life threatening បានន័យថាគាត់អាចមានគ្រោះថ្នាក់ដល់ជីវិតនៅពេលដែលគាត់មាន follow តាម characteristic នេះយ៉ាងហោចណាស់ក៏មួយដែរនៅក្នុងហ្នឹងទី1គឺ depression level of consciousness បានន័យអ្នកជំងឺហ្នឹងចូលមក emergency department យើងយក GCS របស់គាត់ទៅបានត្រឹមតែ10ទេឬក៏តូចជាង10ទៀតអញ្ចឹងយើងចាត់ទុកថាគាត់ life threatening ទី2 progression of depression GCS បានតែ GCS របស់គាត់ចូលមកហ្នឹងដំបូងអត់តូចជាង10ទេប៉ុន្តែវាចេះតែធ្លាក់បន្តរហូតវាធ្លាក់ចុះរហូតដល់ក្រោម10អាហ្នឹងក៏យើងចាត់ទុកថាគាត់ជា life threatening condition ដែរបន្ទាប់ទី3យើងដល់ពេលដែលយើងចាក់ blood gas VBG venous blood gas យើងយកមក analyze នៅក្នុងម៉ាស៊ីនទៅយើងឃើញ PCO2 របស់គាត់ធំជាង40 mm mercury អាហ្នឹងក៏ជាសញ្ញាមួយគ្រោះថ្នាក់ដែរហើយបន្ទាប់មកទៀតគឺយើងមានបញ្ហាទាក់ទងនឹង cerebral pulmonary cardiac renal vascular ដែលជាពិសេសគឺ cardiopulmonary arrey យើងដឹងហើយcardiac arrey និង pulmonary គឺធ្ងន់ធ្ងរឬក៏យើងចាត់ទុកជា life threatening ដូចគ្នាហើយគេថាអ្នកជំងឺម្នាក់បើយើងគិតជាភាគរយនៅក្នុងខេសនៃ425នាក់ហ្នឹងគឺមាន 0.2% ដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីគាត់បានសេពថ្នាំពពួក THC synthetic analog ហ្នឹងគឺវា toxic ខ្លាំងធ្វើឲ្យគាត់ស្លាប់ហើយសម្រាប់អ្នកជំងឺដែលមានចំនួន75ហ្នឹងបាន75នាក់ហ្នឹងដែលស្មើភាគរយ 17.6% ដែលចាក់ចេញពី ED បានចាក់ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហ្នឹងដោយពុំមានប្រាប់បុគ្គលិកឬក៏មិនទាន់បានទទួល medical advice អីពីគ្រូពេទ្យច្បាស់លាស់ផងក៏បានចាក់ចេញពីខ្លួនឯងអាហ្នឹងក៏យើង
ចាប់ទុកគាត់អាចមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតដោយសារយកអត់ទាន់បានព្យាបាលវាយខសាយគាត់ឯអត់ទាន់ stable ផងគាត់ក៏បានចាក់ចេញទៅអានឹងជាសញ្ញាមួយនៃការគ្រោះថ្នាក់តោះគ្នាយើងសុំលងគាត់តោះគ្នាយើងបន្ទាប់អូនដល់ម៉ោងជំរាបសួរលោកគ្រូខ្ញុំឈ្មោះមីងអឿនមកបកស្រាយតាក់ទងជាមួយនឹងចំណុច discussion អញ្ចឹងនៅក្នុងdiscussion នេះយើងឃើញថាមានការកើនឡើងនៃការប្រើប្រាស់នៃត្រាំងនៅតាមផ្លូវនឹងឃើញច្រើនដោយសារតែភាគច្រើនអាដាហ្នឹងគាត់ប្រើហើយគាត់ចង់សុបាយហើយមួយទៀតដោយសារតែថ្នាំហ្នឹងវាផលិតថ្មីមកគឺអាចអបយជាមួយនឹងការដែលគេឆែកតាមច្បាប់បានហើយមួយទៀតការ detection ជាមួយនឹង diagnosis ហ្នឹងគឺពិបាកមែនតើដោយសារតែអ្នកជំងឺមកជាទូទៅអាចគាត់មកអត់ដឹងអីទេចង់ថា mental គាត់ alteration ហើយជួនកាលទៅអ្នកដែលនាំមកហ្នឹងក៏អាចផ្ដល់នៅ history ពិតប្រាកដណាមួយចំពោះ physician នៅក្នុង ED ដែរហើយការព្យាបាលជាមួយនឹងការ diagnosis ទៅលើ SD intoxication ហ្នឹងនៅក្នុង ED ជាទូទៅគេត្រូវការអ្នកដែលគាត់ physical clinical ហ្នឹងដែលគាត់ train ជាពិសេសទៅលើបញ្ហាតាក់ទងជាមួយនឹងថ្នាំមួយដែលពួក SD street ដែលគាត់ប្រើហ្នឹងមានសាញមិនខុសគ្នាចឹងទៅដែលគាត់អាចគាត់ទៅមកគាត់ដឹងថាម្នាក់ហ្នឹងគាត់លេងថ្នាំនេះគេក៏បាននិយាយដែរថាការដែលដឹងថាអ្នកជំងឺដែលគាត់ consume ទៅលើថ្នាំហ្នឹងថាតើ consume ចង់សុបាយឬក៏ consume ថ្នាំហ្នឹងគាត់ចង់ស្លាប់ខ្លួនគាត់លេងថ្នាំហ្នឹងគាត់ចង់ស្លាប់ខ្លួនអាហ្នឹងពេលដែលយើងដឹងទៅយើងងាយនឹងការផ្ដល់ consult ទៅខាងបរិយាកាសឬក៏បញ្ជូនទៅកាន់ mental center តែម្ដងហើយនេះគឺជាគេក៏បានប្រាប់ថា demonstrate បង្ហាញអំពី management នៅ SD user នៅក្នុង ED ដែរនៅក្នុងហ្នឹងខ្ញុំលើកយកមក3ចំណុចទី1គឺឃើញអ្នកជំងឺមួយចំនួនតូចហ្នឹងគឺគាត់ស្ថិតនៅ advanced life support ដែលប្រើប្រាស់ជួយដល់គ្រូពេទ្យនៅ ED ហើយមួយចំនួនទៀតហ្នឹងគឺគាត់បានលួចចេញឬក៏អត់ទទួលការព្យាបាលអ្វីសោះនៅក្នុង ED ព្រមទាំងតាក់ទងជាមួយនឹង psychiatric support ផងដែរហើយអ្នកមួយចំនួនទៀតដែលមកដូចជាមាន trauma មកដូចជាមានលក្ខណៈចង់ស្លាប់ខ្លួននៅក្នុង hospital នៅក្នុង ED យើងគេថាគេនឹង follow up ហើយនៅក្នុង study នេះផងដែរគេបាននិយាយថា SD user ដែលនៅក្នុង ED ហ្នឹងមានការកើនឡើងភាគច្រើនជាមួយនឹងcannabis ហើយនឹង their synthetic form ក៏ដូចជា synthetic របស់amphetamine ដែរដូចជាមានពួក ecstasy ជាមួយនឹងMDMA ហ្នឹងហើយការចូលជាមួយនឹង ED ហ្នឹងមានការធ្វើចុះដោយសារតែភាគច្រើនអ្នកដែលគាត់មក ED ហ្នឹងពួកអ្នកមានថ្នាំហ្នឹងគាត់ឈឺធ្ងន់ព្យាបាលជាគាត់និយាយទៅអត់តតដឹងថាឈឺខ្លាំងហ្មងមិនគាត់សម្រាប់ចិត្តមក ED ហើយមួយចំនួនធំហ្នឹងអ្នកដែលប្រើប្រាស់ SDU ដែលប្រើប្រាស់ថ្នាំហ្នឹងភាគច្រើនជាមនុស្សផងមនុស្សស្រីគេអត់សូវឃើញទេឃើញមនុស្សឆ្លោះច្រើនជាងហើយជាទូទៅអ្នកដែលគាត់ present មក ED អ្នកលេងថ្នាំហ្នឹងភាគច្រើនគាត់មកជាមួយ mental center change ហើយយើងក៏ឃើញផងដែរអ្នកដែលប្រើប្រាស់ synthetic cannabis ណាជាមួយនឹង ecstasy ហ្នឹងជាទូទៅធ្វើឲ្យមានបញ្ហាតាក់ទងជាមួយនឹង oxygen និង CO2 factor នៅក្នុង VBG vanillin gas ហើយគេក៏បាននិយាយថាបើសិនជាអ្នកជំងឺដែលគាត់ SD user មកចឹងអ្វីដែលយើងអាចធ្វើបានគឺដើម្បីបន្ថយ mobility ជាមួយនឹង mortality គឺយើងត្រូវបញ្ជូនគាត់ទៅ center mental health ដើម្បីបន្ថយចុះនៃការមានការខុសប្រក្រតីណាមួយកើតឡើងហើយចំណុចបន្តតាក់ទងជាមួយនឹង limitation ឲ្យមិត្តភក្តិខ្ញុំជាអ្នកបកស្រាយអូនចង់ក្រោយគេមែនទេអូនបាទគ្រូបាទតើអូនបាទគ្រូតើខ្ញុំនឹងនិយាយពី limitation ចំពោះ limitation ហ្នឹងការ study មួយហ្នឹងគឺឯកសារយោងដែលគេបានមកពីហ្នឹងគឺគេយកមកពី emergency department មកពីទូគីនៅថៃក៏វាមិនជាលក្ខណៈជា worldwide ដែរហើយtrack detection ហ្នឹងគឺវាមិនមែនជា object study មួយដែលគេចង់បានទេហើយtrack detection ហ្នឹងគឺវាអាចនិយាយថាវាអាចជួយអីបានច្រើនទេទៅលើការ management ទៅលើ poisoning patient ហ្នឹងដោយសារតែការប្រើប្រាស់ screening ហ្នឹងគឺវាមានរយៈពេលយូរ
ហើយវាត្រូវការចំណាយខ្ពស់ដែរហើយចំពោះជាក់ស្ដែងនៅក្នុង ED ចឹងpractical ជាក់ស្ដែងហ្នឹងគឺគេអាចសាកសួរព័ត៌មានហ្នឹងពីអ្នកជំងឺចឹង patient report ហ្នឹងគឺវាសំខាន់អាចឲ្យយើងដឹងថាយើងត្រូវ management របស់គាត់ហ្នឹងយ៉ាងម៉េចហើយមួយទៀតគឺវាមានសិទ្ធិភាពខ្ពស់ដែរដោយសារតែយើងអត់ស្ទើរមានអីធ្វើអីមួយគាត់ទេយើងមើលទៅមើលឈាមឬក៏យើងអាចនឹងសុខមានគាត់តិចតួចទេជាមួយនឹងសាច់ញាតិរបស់គាត់ហើយចំណុចបន្ទាប់ conclusion conclusion ហ្នឹងគឺការ study មួយហ្នឹងគេហៅឃើញថាSDU ហ្នឹងវាមានការច្រើនកើនឡើងជា global ប៉ុន្តែការចូលសម្រាប់ពេទ្យរបស់អ្នកជំងឺហ្នឹងគឺមានការទៀបជាងការ expectation ការបំពឹងទុករបស់យើងហើយដោយមិត្តភក្តិខ្ញុំយកគាត់និយាយពីមុនអញ្ចឹងគឺ most case ហ្នឹងគឺវាកាត់ឡើងទៅលើយ៉ាងមែនហើយក៏គាត់មកសម្រាប់ជាពេទ្យហ្នឹងមកសម្រាប់នៅ ED ហ្នឹងគាត់ព្យាបាលត្រឹមតែsymptomatic ហើយគាត់ហ៊ាន better គាត់ក៏ discharge ចេញទៅវិញគាត់ក៏សុំចេញទៅវិញហ្នឹងជាជាក់ស្ដែងហើយករណីខ្លះទៀតក៏យើងត្រូវការជា critical care ដែរដោយសារតែគាត់ចូលមកដូចជា unconsciousness ឬក៏គាត់សន្លឹមឬក៏គាត់ប្រែប្រួលទៅលើ mental state របស់គាត់អញ្ចឹងក៏ករណីខ្លះអាចប្រើជា VNE ករណីខ្លះក៏ប្រើជាយើង anti-bacterial របស់គាត់តែយើងប្រើជា advanced life support ដែរហើយចំណុចបន្ទាប់គឺ recommendation ហ្នឹងគឺនៅក្នុង study ហ្នឹងគឺគេ recommend ឲ្យ emergency physician ហ្នឹងគាត់ត្រូវតែ training ឲ្យបានល្អទៅក្នុងករណី training ទៅលើ synthetic strength ហ្នឹងដែលវាអាចជួយ recognize patient ក្រុមនៅក្នុង ED របស់យើងបានដែរហើយមួយទៀតគឺយើងអាចជាអនុវត្តទៅលើ standard screen tool នៅក្នុង ED របស់យើងហ្នឹងដើម្បីយើង detect មើលថាគាត់ប្រើប្រាស់ថ្នាំអីអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងវារៀងប្រើពេលរៀងយូរបន្តិចហើយមួយទៀតគឺយើង approve connection រវាង ED ជាមួយនឹង additional treatment center ហ្នឹងមានន័យថាយើងបង្កើតតំណែងមួយរវាង ED ជាមួយនឹង Central ព្យាបាលគ្រឿងញៀននឹងដើម្បីធានាបានថាការតាមដានរបស់យើងនឹងបានស្អាតស្អំហើយដើម្បីដឹងពីឬថាការត្រឡប់របស់គាត់នឹងមានការថយចុះអត់ការកាត់ឡើងវិញថយចុះអត់ហើយមួយទៀតគឺយើងមើលទៅលើ data collection ជាមួយនឹង surveillance របស់គាត់គឺយើងអាចទៅបង្កើតជា national ឬក៏ regional database មួយដើម្បីឲ្យemergency staff ហ្នឹងគាត់ងាយស្រួលចូលមើលcriteria ឬក៏គាត់ស្រួលមើលវិធីសាស្ត្រមួយដើម្បី management ទៅលើឬក៏យើងអាចនឹងទៅពេលដែលមានគេមាន update ឬក៏គេរកឃើញអ្វីថ្មីមួយឬក៏ដើម្បី management អ្វីមួយតែ management ទៅលើ SD មួយវាឲ្យកាន់តែប្រសើរជាងមុនទៅគឺថាយើងឥឡូវអញ្ចឹងពីមុនអញ្ចឹងមានការ management ចេះដល់ឥឡូវគេមានការ management ថ្មីកាន់មានច្រើនទៅងាយស្រួលហើយចំណុចរបស់ខ្ញុំគឺចាប់ធំនឹងលោកអរគុណ